បាទជំរាបសួរនិងសួស្តីបងប្អូនអរគ្នាមកកាន់ Channel YouTube ខ្ញុំបាទ Solo Sin Official ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទាក់ទងនឹងការដូរលេខកូដ Facebook អញ្ចឹងមុននឹងឈានទៅដល់ការបង្កើតឬការបង្រៀនកុំភ្លេចជួយ Like Subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអញ្ចឹងកុំឲ្យរងចាំទៅទាំងយូរចូលទៅទស្សនាទាំងអស់គ្នា Let's go អញ្ចឹងជាដំបូងបងប្អូនចូលមកក្នុង account Facebook បងប្អូនអរគ្នាមកហើយបន្តមកបងប្អូនក៏លេខទៅមើលខាងលើខាងឆ្វេងដៃដែលគេដាក់សញ្ញាត្រី3ហ្នឹងអញ្ចឹងបងប្អូនចុចចំសញ្ញាត្រី3ហ្នឹងមកអូខេហើយបន្តមកបងប្អូនអស់ទៅក្រោមតិចទៅរកពាក្យថាការកំណត់អូខេអញ្ចឹងបងប្អូនចុចចំហ្នឹងមកណាអូខេអញ្ចឹងវាលោតមកផ្ទាំងបែបនេះបងប្អូនចុចខាងលើគេដែលគេដាក់អក្សរខ្មែរបញ្ជាក់មណ្ឌលគណនេយ្យអូខេអញ្ចឹងបងប្អូនចុចចំហ្នឹងមកអូខេអញ្ចឹងវាបានលោតមកទាំងថ្មីទៀតហើយអូខេអញ្ចឹងបងប្អូនក្លេកមើលពាក្យមួយជួរដែលគេដាក់ខាងក្រោមនេះអញ្ចឹងបងប្អូនជ្រើសរើសពាក្យខាងលើគេពាក្យសម្ងាត់និងសន្តិសុខអូខេអញ្ចឹងចូលមកដល់កន្លែងទាំងថ្មីទៀតហើយបន្តមកបងប្អូនចុចខាងលើគេទៀតណាអូខេបដូរពាក្យសម្ងាត់បន្តមកវាចូលមកដល់កន្លែងនេះបងប្អូនត្រូវតែជ្រើសរើសយក account Facebook ខាងលើអូខេបងប្អូនចុចចំមកណាយ៉ាងអូខេហើយវាចូលមកដល់កន្លែងនេះមកចូលដល់កន្លែងនេះក៏សំខាន់ណាស់ណាអញ្ចឹងថ្ងៃនេះខ្ញុំសូមនិយាយបន្តិចកន្លែងហ្នឹងណាវាមាន2អញ្ចឹងទី1សម្រាប់បងប្អូនណាដែលមានលេខកូដស្រាប់ចង់បដូរលេខកូដថ្មីតែប៉ុណ្ណោះអញ្ចឹងបងប្អូនបំពេញតែ3ហ្នឹងមកហើយគ្រីបងប្អូនធ្វើបានហើយតែមួយទៀតសម្រាប់បងប្អូនណាដែលភ្លេចលេខកូដបងប្អូននៅប្រើ Facebook ហ្នឹងប៉ុន្តែភ្លេចលេខកូដហើយអញ្ចឹងបងប្អូនចង់ដាក់លេខកូដថ្មីចង់ឲ្យចងចាំថ្មីអញ្ចឹងណាចង់បងប្អូនធ្វើតាមខ្ញុំណាអូខេបងប្អូនចុចកន្លែងភ្លេចពាក្យសម្ងាត់របស់អ្នកមែនទេបងប្អូនចុចមកអូខេអញ្ចឹងកន្លែងនេះចូលមកដល់កន្លែងនេះវាមានការផ្ញើសារទៅដល់ YPP អូខេហើយទី2ហ្នឹងការផ្ញើសារទៅតាមនៅលើ Facebook របស់យើងហើយទី3ហ្នឹងផ្ញើទៅលេខទូរស័ព្ទហើយទី4ហ្នឹងគឺយើងបំពេញលេខកូដចូលតែម្ដងប៉ុន្តែយើងបានភ្លេចលេខកូដហើយអញ្ចឹងបងប្អូនយក2កដាលណា2កដាលបងប្អូនយកមួយណាក៏បានដែរផ្ញើទៅលេខទូរស័ព្ទបងប្អូនដែលប្រើនឹងទូរស័ព្ទហ្នឹងក៏បានឬមួយក៏បងប្អូនឲ្យផ្ញើមក Facebook ដែលបងប្អូនប្រើនឹងក៏បានដែរអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំឲ្យផ្ញើទៅលើ Facebook តែម្ដងដោយសារតែលេខទូរស័ព្ទហ្នឹងអត់នៅនឹងខ្ញុំទេនៅនឹងម៉ាក់របស់ខ្ញុំអញ្ចឹងអូខេអញ្ចឹងខ្ញុំចុចគ្រីសហើយខ្ញុំចុចបន្តអូខេអញ្ចឹងយើងធ្វើការរងចាំបន្តិចទៅដើម្បីឲ្យលោតសារ6ខ្ទង់ចូលមកដើម្បីយើងបំពេញអញ្ចឹងណាអ្នកគ្នាអញ្ចឹងឥឡូវនេះ Facebook បានផ្ញើលេខកូដ6ខ្ទង់មកឲ្យខ្ញុំហើយអញ្ចឹងយើងធ្វើការបំពេញចូលតែម្ដងទៅ9 7 7អូខេអញ្ចឹងយើងចុចបន្តអូខេហើយចូលមកដល់កន្លែងនេះអូខេអញ្ចឹងយើងបានបំពេញលក្ខខណ្ឌមកបន្តហើយចូលមកដល់កន្លែងនេះគឺជាលេខកូដដែលយើងដាក់បំពេញដោយខ្លួនឯងហើយយើងត្រូវតែចាំយើងត្រូវតែបំពេញឲ្យចាំធ្វើម៉េចឲ្យលក្ខណៈថាកុំឲ្យយើងបាត់បង់ភ្លេចទៅទៀតចឹងណាគ្នាអញ្ចឹងយើងធ្វើការបំពេញអីក៏បានដែរអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំអត់បំពេញទៀតទេដោយសារតែ account Facebook របស់ខ្ញុំនេះគឺខ្ញុំចាំលេខកូដហើយអញ្ចឹងនេះគឺជាវីដេអូគ្រាន់តែបង្រៀនពុកម៉ែបងប្អូនអ្នកគ្នាទេអញ្ចឹងបងប្អូនបន្ទាប់ពីបងប្អូនបំពេញហើយបងប្អូនចុចបន្តមកគឺអូខេហើយអញ្ចឹងណាហើយបងប្អូនកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀត